បើកឡើងនៅខ្លួនឯងចូលទៅក្នុងការ៉ាសាំងប៉ុន្តែមិនមែនចូលទៅចាក់សាំងទេណាខ្មែរលើកនេះតាំងចិត្តថាទៅគាំទ្រម៉ាតដែលលក់ផលិតផលកូនខ្មែរនឹងឲ្យបានច្រើនកន្លែងថ្ងៃនេះអញ្ចឹងដប់ម៉ាក់ដប់ប៉ាទៅ QR ម៉ាតដោយសារតែម៉ាតនេះបងប្អូនបើកដល់ទៅ24ម៉ោងទីតាំងវិញគឺងាយស្រួលរណាបងប្អូននៅម្ដុំពោធិ៍ចិនតុងចិត្តពលានយន្តហោះចាស់យើងនឹងឯងម៉ាតគាត់គឺលយត្រង់ថាមានជីវភេទភេសជ្ជៈកៅតកកាហ្វេតែម្ហូបអាហារគ្រប់មុខហ្មងកាន់តែពិសេសទៀតចូលមកភ្លាមគឺឃើញជាមួយនឹងម្សៅនំ pancake របស់ Mo and My Kitchen គាត់ក៏មានលក់ដែរណាបងប្អូនថ្ងៃដែលខ្ញុំទៅនេះគឺដាច់ស្តុកមករសជាតិបាត់ហើយសល់តែ vanilla ធម្មតាគឺយើងមានទាំង vanilla ទាំងសូកូឡាចូលទៅដល់ភ្លាមបានជួបមួយបង manager របស់ QR Mart គាត់ក៏បានប្រាប់ខ្ញុំថាម្សៅនំ pancake គឺលក់ដាច់ណាស់ដាច់ស្តុកគាត់ក៏មកទៀតប៉ុន្តែអត់ទាន់មកដល់ខ្ញុំក៏ដើរមើលផលិតផលទៅដោយសារតែហាង Mart ប្រភេទលក់ផលិតផលខ្មែរនេះគឺខ្ញុំចូលចិត្តណាស់បងប្អូនចូលទៅគឺរំភើបនៅពេលដែលឃើញថាខ្មែរយើងមានផលិតផលច្រើនមុខផលិតផលខ្មែរមានច្រើនមែនតើដែលយើងអត់ដែលដឹងអត់ដែលធ្លាប់ស្គាល់មិនថាតែរបស់ញ៉ាំទេបងប្អូនប្រភេទរបស់ប្រើប្រាស់ប្រេងកាឡា cosmetic និយាយទៅអីក៏មានដែរអញ្ចឹងបងប្អូនចូលរួមគាំទ្រផលិតផលខ្មែរទាំងអស់គ្នាណាខ្មែរយើងឥឡូវគឺធ្វើបានច្រើនហើយមិនមែនដូចយើងធ្លាប់គិតធ្លាប់និយាយកាលពីមុនមកទេសំខាន់ឲ្យតែបងប្អូនបន្តគាំទ្រឲ្យបានច្រើនអញ្ចឹងទៅកាន់តែមានច្រើនជាងនឹងទៀតខ្ញុំសប្បាយចិត្តណាស់ឃើញបងប្អូនខ្មែរយើងភាគច្រើនប្រើឱកាសនេះគាំទ្រផលិតផលខ្មែរខ្លះទៅក៏បើកម៉ាតខ្មែរបើកហាងខ្មែរ supermarket ខ្មែរឃើញហើយរំភើបមែនតើដោយ QR Mart អញ្ចឹងអត់ចាញ់គេទេម្ហូបអាហារនំនេចំណីចំណក់ចូលទៅទិញភ្លាមញ៉ាំភ្លាមគាត់មានមីចង់ស្រស់មីចូលទៅទិញកាហ្វេតែអីក៏គាត់មានដែរគ្រប់មុខហ្មងអញ្ចឹងអត់មានចាំបាច់ទៅចូលម៉ាតគេម៉ាតអ្នកចិត្តខាងអីទៀតទេកាន់តែរំភើបទៀតពេលឃើញមានបងប្អូនគាំទ្រម៉ាតខ្មែរដោយបងស្រីអញ្ចឹងគាត់មកពីឆ្ងាយដែរនេះមករក QR Mart បានជួបនាងខ្ញុំនៅនឹងឯងបងប្អូនហើយដូចបងប្អូនឃើញអញ្ចឹង QR Mart គឺមានផលិតផលច្រើនមុខហើយគាត់ក៏ប្រាប់ខ្ញុំដែរតែគាត់មានគម្រោងបង្កើតសាខាផ្សេងទៀតក៏ដូចជាបរិទ្ធម៉ាតនឹងឲ្យទៅជាម៉ាតខ្នាតធំមែនតែនអញ្ចឹងយើងចូលរួមគាំទ្រផលិតផលខ្មែរទាំងអស់គ្នាណាគ្រប់យ៉ាងគឺចាប់ផ្ដើមពីយើងរៀងខ្លួនបងប្អូនយើងគាំទ្រផលិតផលខ្មែរយើងផលិតផលជាតិយើងលក់កាន់តែដាច់មានកាន់តែច្រើនផលិតផលអ្នកចិត្តខាងប្រទេសផ្សេងគឺលក់មិនសូវដាច់គឺគេឈប់យកមកលក់អីដូច្នេះហើយរួមគ្នាគាំទ្រផលិតផលខ្មែរទាំងអស់គ្នា